បាទលោកយាយគាត់មានអាយុ80ឆ្នាំអត់មានកូនចៅមានអីទេគឺថាគាត់រស់នៅជាមួយគេនៅផ្សារថ្មីយើងបាត់ដំបងនេះគឺថាអ៊ីវ៉ាន់អីលក់ដូរនេះគឺថាម្ចាស់ផ្ទះគេទេម្ចាស់ផ្ទះគេហ្នឹងគេឲ្យគាត់ជីកដើរលក់ឲ្យក្នុងមួយថ្ងៃគេឲ្យគាត់4000ខ្មែរ$1ហើយគេឲ្យផ្ទះគាត់ស្នាក់នៅឲ្យបាយទឹកប៉ុន្តែទោះបីយ៉ាងណាគឺថានេះជាអំពើអមនុស្សធម៌មួយរបស់រដ្ឋាភិបាលក៏ដូចជារដ្ឋអាជ្ញាធរមូលដ្ឋានដែលអត់មានលទ្ធភាពក្នុងការចិញ្ចឹមមនុស្សចាស់ដែលមានអាយុដល់80ឆ្នាំហើយជាធម្មតានៅស្រុកគេគឺការណាចាប់ពីអាយុ65ទៅគឺគាត់បានលុយយ៉ាងតិចណាក៏$850តែពេលនេះគឺយើងមើលឃើញថាស្រុកខ្មែរវាអភិវឌ្ឍយ៉ាងម៉េចបើមនុស្សចាស់រស់តាមយថាកម្មវេទនាដោយជនអនាថាអញ្ចឹងនេះជាទង្វើដែលត្រូវមើលអំពីអនាគតនៃសេដ្ឋកិច្ចនិងសង្គមគិច្ចរបស់ខ្លួនបាទពីអត់មានកូនចៅទេចាមានកូនចាំប៉ុន្តែឈឺដែរអីទេឈឺដែរប៉ុន្តែត្រាំទៅវាមិនអត់ដែរហ្នឹងអត់លុយដែលឲ្យទៅទុកឲ្យស្រួលកុំឲ្យគេដឹងបាទចិត្តគេយកទៅគេយកថាស្មានអាហ្នឹងលក់បានណាហ្នឹងលុយរបស់យាយដែលគាត់ឲ្យដាក់កន្លែងណាផ្សេងហ្នឹងមើលលើកដៃទៅយាយណាសំខាន់ហើយទៅមិនដឹងថាផ្ទះនៅកន្លែងណាទៅផ្ទះនៅណាគាត់ទៅមើលនៅជាងសាមិនមានទូរស័ព្ទទេយាយអត់គេកាត់ប្រា